សុស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាមួយរយៈនេះតាមបណ្ដាញសង្គមសង្កេតឃើញបងប្អូនមានការចាប់អារម្មណ៍ទៅលើផ្នែកសិល្បៈសាក់យ័ន្តបុរាណខ្មែរយ៉ាងច្រើនបន្ទាប់ពីមានការឈ្លានពានពីពពុះសៀមបងប្អូនក៏ចាប់ផ្ដើមស្វែងរកជំនឿដូនតាដែលកាលពីសម័យសង្គ្រាមលោកតែងតែសាក់យ័ន្តនិងសិក្សារៀនសូត្រមន្តវិជ្ជាដើម្បីទុកការពារគ្រាមានអាសន្នបច្ចុប្បន្ននេះយ័ន្តបុរាណខ្មែរយើងកំពុងសាយភាយពេញសកលលោកឯប្រទេសជិតខាងគេក៏មានបំណងចង់យកនៅយ័ន្តដូនតារបស់យើងជាពិសេសមួយរយៈនេះគេដឹងថាខ្មែរយើងកំពុងងាកមកចាប់អារម្មណ៍ផ្នែកសិល្បៈសាក់យ័ន្តបុរាណខ្មែរគេក៏បានបង្កើតយ័ន្តថ្មីដែលមិនមានប្រភពច្បាស់លាស់ដើម្បីកម្លាយថាជាយ័ន្តខ្មែរដែលបងប្អូនឃើញអក្សរខ្មែរហើយយល់ច្រឡំថាជាយ័ន្តខ្មែរទាំងដែលយ័ន្តនោះមិនមានប្រភពច្បាស់លាស់អញ្ចឹងបងប្អូនមុននឹងសាក់យ័ន្តណានីមួយគួរសិក្សាឆ្វេងយល់ឬក៏សួរលោកគ្រូរៀនច្បងគ្រូអាចារ្យដែលមានជំនាញសាក់យ័ន្តឲ្យបានត្រឹមត្រូវសឹមបងប្អូនទៅសាក់ជៀសវាងការខុសអក្សរខុសយ័ន្តដើម្បីកុំឲ្យមានបញ្ហាថ្ងៃក្រោយបាទអរគុណច្រើន